សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះដែរគឺយើងនឹងមកនិយាយអំពីរបៀបកុំឲ្យពាក្យរបស់អ្នកដទៃនឹងមកបំផ្លាញជីវិតរបស់យើងអ្នកទាំងអស់គ្នាដឹងហើយថារងហើយគឺយើងម្នាក់តែងតែមានអ្នកដែលនិយាយអំពីយើងនឹង10វិនាទី20វិនាទីឬក៏មានរឿងជាច្រើនដែលគេអាចនិយាយពីយើងប៉ុន្តែយើងមិនអាចយកពាក្យទាំងអស់ហ្នឹងមកធ្វើឲ្យយើងឈឺចាប់ជារៀងរាល់ថ្ងៃបានទេពេលខ្លះគេនិយាយតែមួយម៉ាត់ទេប៉ុន្តែយើងអាចយកវាមកគិតបានហ្នឹងគឺពេញមួយយប់តែម្ដងគ្រាន់តែយើងឮគេនិយាយអ្វីពីយើងមួយម៉ាត់យើងក៏ចាប់ផ្ដើមគិតយកមកគិតខ្លួនឯងថាតើខ្ញុំមិនល្អមែនទេតើគេមើលងាយខ្ញុំមែនទេឬក៏ខ្ញុំគួរតែផ្លាស់ប្ដូរខ្លួនឯងឬយ៉ាងណាបងប្អូនបើសិនជាយើងរស់នៅដោយព្យាយាមគប់ចិត្តមនុស្សគ្រប់គ្នាគឺយើងនឹងមានអារម្មណ៍ថានឿយហត់មិនចេះចប់ប៉ុន្តែថ្ងៃនេះខ្ញុំនឹងចែករំលែក5វិធីដើម្បីកុំឲ្យពាក្យរបស់អ្នកដទៃនឹងមកបំផ្លាញសេចក្តីសុខរបស់យើងទាំងអស់គ្នាក៏ដូចជាជីវិតរបស់យើងផងដែរសម្រាប់ការអនុវត្តទី1គឺយើងត្រូវចងចាំថាមតិរបស់គេនឹងមិនមែនជាការពិតទាំងអស់ទេមនុស្សម្នាក់អាចនិយាយថាអ្នកមិនពូកែហើយមនុស្សម្នាក់ទៀតអាចមើលឃើញថាអ្នកកំពុងតែព្យាយាមយ៉ាងខ្លាំងដូច្នេះកុំយកមតិរបស់មនុស្សម្នាក់នឹងមកកំណត់ខ្លួនឯងថាយើងនឹងជាអ្នកណាបើសិនជាមានអ្នកណាម្នាក់មកនិយាយ5អ្នកថាអ្នកមិនអាចធ្វើបានទេយើងកុំបញ្ញាប់ជឿពេកសួរខ្លួនឯងថាតើនេះជាការពិតទេឬក៏គ្រាន់តែជាមតិរបស់គេទៅពេលដែលយើងចាប់ផ្ដើមបែងចែករឿងទាំងពីរនេះបានដាច់ពីគ្នាអញ្ចឹងយើងនឹងមិនងាយឈឺចិត្តដោយសារពាក្យរបស់អ្នកដទៃទៀតទេយើងចាប់ផ្ដើមចូលដល់ tip ទី2 tip ទី2គឺយើងកុំទាន់អាចឆ្លើយតបភ្លាមទៅនឹងនរណាម្នាក់ដែលរិះគន់យើងនៅពេលដែលនរណាម្នាក់និយាយអ្វីដែលធ្វើឲ្យយើងឈឺចិត្តណាប្រកាសណាគឺយើងតែងតែចង់ឆ្លើយតបភ្លាមតែម្ដងប៉ុន្តែនៅពេលដែលអារម្មណ៍ដែលយើងកំពុងតែក្តៅហ្នឹងគឺយើងមិនអាចនិយាយអ្វីមួយដែលយើងនឹងសោកស្ដាយនៅពេលក្រោយបានទេដូច្នេះមុននឹងឆ្លើយសូមឈប់មកផ្លែតសិនសួរខ្លួនឯងថាតើការឆ្លើយតបរបស់ខ្ញុំវាមានប្រសិទ្ធភាពទៅលើស្ថានភាពមួយនេះឲ្យប្រសើរឡើងឬក៏កាន់តែអាក្រក់ពេលខ្លះការដែលមិនឆ្លើយតបមិនមែនមានន័យថាយើងទន់ខ្សោយនោះទេវាមានន័យថាយើងមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការសម្រេចចិត្តឆ្លើយតបឬក៏មិនឆ្លើយតបសម្រាប់ tip ទី4 វិញគឺស្ដាប់ការរិះគន់ដែលអាចជួយឲ្យយើងនឹងរីកចម្រើនមិនមែនពាក្យអវិជ្ជមានគ្រប់ពាក្យគឺសុទ្ធតែយើងមិនត្រូវអើតពើនោះទេពេលខ្លះមនុស្សដែលយើងស្រឡាញ់ឬក៏មនុស្សដែលមានបទពិសោធន៍អាចប្រាប់ចំណុចខ្សោយរបស់យើងដើម្បីឲ្យយើងកែប្រែខ្លួនដូច្នេះយើងអាចត្រូវរៀនបែងចែករវាងការរិះគន់ដើម្បីជួយនិងពាក្យដែលគ្រាន់តែចង់បំផ្លាញទឹកចិត្តរបស់យើងបើសិនជាពាក្យទាំងអស់នោះមានហេតុផលយើងអាចយកវាមករៀនសូត្រប៉ុន្តែបើសិនជាពាក្យរិះគន់ទាំងអស់នោះវាគ្រាន់តែជាការមើលងាយឬក៏បន្តបង្អាប់បន្ទាបតម្លៃរបស់យើងទេយើងកុំយកវាមកដាក់នៅក្នុងបេះដូងអីយើងអាចព្យាយាមនិយាយជាមួយខ្លួនឯងថាខ្ញុំនឹងយកតែរបស់ដែលមានប្រយោជន៍ទេសម្រាប់របស់ដែលអត់ប្រយោជន៍គឺខ្ញុំនឹងទុកនៅទីនេះចូលដល់ tip ទី4អញ្ចឹងសម្រាប់ tip ទី4យើងកុំរស់នៅដើម្បីបញ្ជាក់ថាយើងល្អចំពោះគេពេលខ្លះយើងចំណាយពេលច្រើនពេកដើម្បីបង្ហាញទៅអ្នកដទៃថាយើងល្អយើងពូកែឬក៏យើងអាចធ្វើរឿងនឹងបានប៉ុន្តែយើងមិនចាំបាច់រស់នៅដើម្បីបញ្ជាក់អ្វីទៅនរណាម្នាក់នោះទេយើងគ្រាន់តែរស់នៅដើម្បីខ្លួនឯងធ្វើការដើម្បីក្តីសុបិនរបស់ខ្លួនឯងរីកចម្រើនដើម្បីក្លាយជាមនុស្សល្អជាងម្សិលមិញហើយថ្ងៃណាមួយលទ្ធផលរបស់យើងវានឹងនិយាយជំនួសអ្វីដែលយើងត្រូវនិយាយទៅគេហើយគឺគេនឹងអាចមើលឃើញតាមរយៈសកម្មភាពរបស់យើងនិងលទ្ធផលរបស់យើង tip ទី5ជំហានទី5យើងអាចដកខ្លួនពីការរិះគន់ទាំងអស់ហ្នឹងដោយការជ្រើសរើសសំឡេងដែលអ្នកចង់ស្ដាប់តែប៉ុណ្ណោះក្នុងជីវិតរបស់យើងអាចជួបមនុស្សជាច្រើនអ្នកខ្លះគាត់លើកទឹកចិត្តយើងអ្នកខ្លះនឹងរិះគន់យើងអ្នកខ្លះទៀតនឹងមិនជឿលើយើងហើយអ្នកខ្លះទៀតក៏នឹងព្យាយាមទាញយើងចុះមកក្រោមយើងមិនអាចបិទមាត់មនុស្សគ្រប់រូបបានទេប៉ុន្តែយើងអាចជ្រើសរើសថាសំឡេងមួយណាដែលយើងនឹងអនុញ្ញាតឲ្យចូលមកក្នុងជីវិតរបស់យើងនៅចិត្តមនុស្សដែលលើកទឹកចិត្តយើងស្ដាប់មនុស្សដែលចង់ឲ្យយើងរីកចម្រើនហើយរៀនដើរចេញពីសំឡេងដែលធ្វើឲ្យយើងនឹងបាត់បង់តម្លៃរបស់ខ្លួនឯងយើងត្រូវចងចាំថាមនុស្សគ្រប់គ្នាមានសិទ្ធិផ្ដល់មតិប៉ុន្តែអ្នកមិនមានកាតព្វកិច្ចយកមតិរបស់គេទាំងអស់ហ្នឹងមកធ្វើជាការពិតរបស់យើងនោះទេយើងមិនអាចគ្រប់គ្រងអ្វីដែលមនុស្សដទៃនិយាយអំពីយើងបានទេប៉ុន្តែយើងអាចគ្រប់គ្រងថាយើងនឹងឲ្យពាក្យទាំងនោះមានអំណាចលើចិត្តរបស់យើងនឹងកម្រិតណាដូច្នេះនៅពេលដែលមាននរណាម្នាក់និយាយអ្វីដែលធ្វើឲ្យយើងឈឺចិត្តសូមឈប់បន្តិចហើយនិយាយទៅខ្លួនឯងថានេះ
គ្រាន់តែជាពាក្យរបស់គេមិនមែនជាតម្លៃរបស់ខ្ញុំទេយើងមិនចាំបាច់ឲ្យមនុស្សគ្រប់គ្នាចូលចិត្តយើងទេគ្រាន់តែរស់នៅដោយស្មោះត្រង់ជាមួយខ្លួនឯងធ្វើអ្វីដែលត្រឹមត្រូវនិងបន្តរីកចម្រើនជារៀងរាល់ថ្ងៃព្រោះនៅចុងក្រោយជីវិតរបស់យើងគឺយើងជាអ្នកគ្រប់គ្រងយើងមិនអាចយកពាក្យសម្ដីរបស់អ្នកដទៃមកធ្វើជាចង្កូតនៃជីវិតរបស់យើងនោះទេអញ្ចឹងសម្រាប់វីដេអូនេះគឺយើងបានដឹងអំពី5ជំហានដែលធ្វើឲ្យយើងគេចផុតពីពាក្យអវិជ្ជមានពាក្យរិះគន់របស់អ្នកដទៃរួចហើយអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតដែលនិយាយអំពីគន្លឹះផ្សេងៗដែលធ្វើឲ្យខ្លួនឯងនឹងគឺកាន់តែវិជ្ជមានជាប្រចាំថ្ងៃជួបគ្នានៅវីដេអូក្រោយអរគុណច្រើនសូមជម្រាបលា